នៅក្បែរភូមិបណ្ដែតទឹកបឹងទន្លេសាបមានក្រពើធំមួយឈ្មោះក្រកដែលចូលចិត្តបង្កបញ្ហាអណ្ដាកតូចម្នាក់ឈ្មោះកញ្ញាត្រូវយកផ្លែស្វាយទៅជូនលោកយាយរបស់នាងប៉ុន្តែផ្លូវដែលលឿនជាងគេគឺត្រូវឆ្លងកាត់ក្រពើក្រកកញ្ញាដើរដោយក្លាហានទៅមុខក្រពើក្រកហើយក្រពើក៏ស្រែកដាក់នាងកញ្ញាមិនភ័យខ្លាចឡើយនាងចាប់ផ្ដើមនិយាយលើកសរសើរក្រពើក្រកកញ្ញាដឹងថាការសរសើរតែមួយមុខមិនគ្រប់គ្រាន់ទេនាងក៏ចាប់ផ្ដើមបង្វែរអារម្មណ៍គាត់ក្រពើក្រកមានមោទនភាពខ្លាំងណាស់គាត់មិនអាចទទួលយកការប្រកួតប្រជែងបែបនេះទេក្រពើក្រកបានលោតចូលទឹកទាំងកំហឹងប៉ុន្តែរាងកាយដ៏ធំរបស់គាត់ធ្វើឲ្យគាត់យឺតស្លឹកឈើបានរអិលចេញពីការចាប់របស់គាត់ម្ដងហើយម្ដងទៀតខណៈដែលក្រពើក្រកកំពុងតែរវល់ខឹងនឹងស្លឹកឈើអណ្ដែតទឹកកញ្ញាក៏បានលូនឆ្លងកាត់គាត់ឲ្យស្ងៀមស្ងាត់ផ្លូវក៏មានសុវត្ថិភាពហើយ